review គ្រឿងលេងទៅលើម៉ូតូរបស់ខ្ញុំហើយខ្ញុំលេងលើអីខ្លះអញ្ចឹងណាអញ្ចឹងទី1ខ្ញុំលេងទៅលើកាតាបមុខហើយកតាបមុខមកនេះខ្ញុំលេងបែប classic ខ្ញុំចង់ដាក់គ្រឿងតិចតួចទៅលើមួយហ្នឹងដូចជាភេទថ្នាំថ្មិញឬក៏គ្រឿងប្រើប្រាស់មួយចំនួនមានកូនប៉ែលកូនអីអញ្ចឹងណាហើយមួយទៀតខ្ញុំប្រើប្រភេទកាងមុខមួយទៀតដោយសារតែយើងដាក់កាងមុខទៅវាជួយដាក់កាតាបហ្នឹងហើយក៏លើកសម្រស់ខាងមុខហ្នឹងដែរហើយនៅក្រោមកាងមុខខ្ញុំលេងជាមួយនឹងសំណាញ់ចង្គៀងខាងមុខតែខាងចង្គៀងខាងមុខខាងក្នុងគឺខ្ញុំនៅអដែលទេខ្ញុំមិនបានដូរពូលទេគឺប្រភេទពូល Hologen អដែលទេបាទអញ្ចឹងហើយមកងាកមកក្រោមវិញគឺខ្ញុំលេងជាមួយនឹងកាងការពារបូមបាទប្រភេទជា GTR ហើយសងខាងខាងមួយនេះទៀតដោយសារខ្ញុំជិះកាត់ភក់ច្រើននេះណាដីក្រហមខ្ញុំវាប្រឡាក់រៀងពិបាកមើលបន្តិចអូខេមកងាកទៅលើហើយកន្លែងម៉ាស៊ីនគឺខ្ញុំទៅលេងទៅលើហើយប្រភេទកាងការពារម៉ាស៊ីនហើយកាងខ្ញុំមុនដួលអញ្ចឹងវារៀងពីចហើយវាស្កូតអស់លេងហ្នឹងគឺខ្ញុំដួលងាយមុនរៀងហើយឆ្ងាយដែរដួលនឹងអូសឆ្ងាយយ៉ាងវាកូតទៅលើដែកហ្នឹងអស់អូខេហើយចង្ក្រោមនេះខ្ញុំលេងជាមួយនឹងហើយកន្លែងដាក់ម៉ាស៊ីននេះខ្ញុំមិនដឹងថាគេហៅអីទេអាហ្នឹងគឺលេងកន្លែងនេះមួយដែរអូខេហើយកាយលេខនេះគឺខ្ញុំដូរកាយលេខ Zin ចេញគឺដាក់កាយលេខហើយមួយនេះវាស្រួលហើយចូលលេខជាងហើយក៏មានរៀនកដាលដែរគឺខ្ញុំដាក់ពពាក់មករៀនកដាលមួយទៀតហើយមួយទៀតគឺខ្ញុំលេងជាមួយនឹងហើយធុងនេះគឺមិនទាន់បានដាក់សាំងនេះតាំងពីទិញមកគឺមិនទាន់បានដាក់សាំងទេបាទហើយខាងក្រោយនេះវិញគឺខ្ញុំលេងកាងហើយខ្សែដែលញ៉ៃនេះគឺខ្សែសម្រាប់ចងកតាបរបស់ខ្ញុំទេខ្ញុំប្រើជាកតាបខ្ញុំប្រើធុងទេអញ្ចឹងកតាបវាដាក់អីវ៉ាន់បានច្រើនជាងធុងអញ្ចឹងមានធុងហើយមានកាងខាងក្រោយហើយផ្នែកខាងក្រោយនេះវាមានកាងចំហៀងសម្រាប់ចាប់ធុងនឹងដែរអញ្ចឹងមានរៀនខាងលើហើយមានកាងចំហៀងសម្រាប់ចាប់ធុងក៏ដូចជាចាប់កតាបហើយផ្នែកខាងនេះវិញគឺចំហៀងកាងចំហៀងជាមួយនឹងកាងគូជាមួយនឹងកាងធុងហ្នឹងគ្រាន់តែខាងនេះខ្ញុំសម្រាប់ចាប់កតាបហើយខាងនោះខ្ញុំចាប់ជាប្រភេទធុងសាំងវិញហើយមួយនេះគឺខ្ញុំលេងជាមួយនឹងការពារម៉ាស៊ីនដែរគឺខាងហ្នឹងដែរខ្ញុំមិនដឹងតែគេហៅអីទេអាហ្នឹងបាទហើយមួយទៀតគឺកន្លែងជន់លេងហើយខ្ញុំថែមមកកន្លែងជន់លេងមួយទៀតបាទអញ្ចឹងអត់សូវមានអីលេងច្រើនទេខ្ញុំលេងបានតិចដែរទេគឺម៉ូតូនេះហើយសម្រាប់ខ្ញុំបន្តហ្មងទៅនៅពេលដែលយើងលេងគ្រឿងយើងអាចចំណេញសម្រាប់ការដាក់អីវ៉ាន់ដែរបើយើងអត់ដាក់ទេបើយើងអត់ថែមគ្រឿងទេវាពិបាករៀបចំដាក់អីវ៉ាន់មែនតើដោយកន្លែងនេះគឺកន្លែងដាក់ទូរស័ព្ទស្រួលមើលមើលអីចឹងណាអញ្ចឹងសរុបមកគឺខ្ញុំលេងតែប៉ុណ្្នឹងហើយម៉ូតូរបស់ខ្ញុំអូខេហើយខ្ញុំជិះច្រើនគីឡូដែរហើយវាអត់ទាន់មានបញ្ហាអីទេបាទអរគុណសម្រាប់ការមើលវីដេអូមួយនេះ